អ្នកនរគ្នាថ្ងៃនេះគឺខ្ញុំណាត់ជួបជាមួយនឹងជីទីស្រីរបស់ខ្ញុំហើយខ្ញុំក៏មានកាដូជូនគាត់ចង់ថាកាដូនេះគេអ្នកនរគ្នាហើយគាត់ជាបណ្ណាគេតោះឥឡូវចាប់តិចចាំ surprise ជាមួយខ្ញុំនេះបង អ្នកអើណាត់បងប្រចាំមានខាយមែន ថ្ងៃហ្នឹងមានអីណាស់ដែលឯងមកគួយនិយាយលេងហ្នឹងមានការងារចង់ មែនខ្ចីលុយណា មែនទេណាចង់និយាយថាចេះបងប្អូនទាំងអស់គ្នាប្រកាសជាអត់ដឹងទេថាខ្ញុំមួយដេតជាបងប្អូនបង្កើតថាគាត់ដឹងអញ្ចឹងខ្ញុំទាំងបងប្អូនក្នុងវីដេអូមួយហ្នឹងពួកខ្ញុំគឺជាបងប្អូនបង្កើតហើយថ្ងៃហ្នឹងខ្ញុំហាងដែរមកដល់ក្នុងគោលបំណងមួយដោយសារតែចេះចិត្តដាច់ឆ្នាំហ្នឹងថាគឺខ្ញុំមានកាដូសម្រាប់ដេតឯងមួយកាដូជាបងល្អអាចបានថាគាត់ជាអ្នកមានគុណសម្រាប់ខ្ញុំទី2តពីម៉ាក់ប៉ាខ្ញុំដែលគាត់នៅតាមខេត្តហើយគាត់នៅពេញមានខ្ញុំមិនដេតទេ គេវ៉ាវមែនណាត់ ចូលឥឡូវរំពើអត់អារម្មណ៍ អីដល់បើកនឹងបើនឹងភើប បើមួយដល់នេះ អត់មួយបងប្អូនគ្នា កាមេរ៉ាខ្ញុំអត់មើល មួយទូរស័ព្ទបើដល់បងចង់បាន ទៅមើលសិនមើល វ៉ាវម៉ាក់អីគេហ្នឹង Oppo A6X បើដល់បងចង់បានចឹង ผมទៅនឹងថាឯងចង់បានទូរស័ព្ទព្រោះឃើញទូរស័ព្ទឯងកាត់វីដេអូគឺថាតាក់មែនតើហើយណាមួយអាសាក្តៅទៀតនេះគឺខ្ញុំទិញ Oppo នេះឯងអូខេដែលខ្ញុំទិញទូរស័ព្ទហ្នឹងនេះឯងសារទូរស័ព្ទ Oppo A6X ហ្នឹងគឺជាប្រភេទទូរស័ព្ទដែលមានទំហំថ្ម 6800 មីលីអ៊ុំពែសំខាន់បើឯងសាកថ្មពេញបើឯងលេងពេញមួយថ្ងៃហ្មងមិនបាច់បារម្ភថាអស់ថ្មឯងមិនដែលពណ៌សម្រាប់ពណ៌ អូស្អាតនេះពេញចិត្តមកនេះបងស្លាញ់ពណ៌ហ្នឹងសំខាន់វាធំស្រួលកាន់ពេញដៃហ្មងហើយពេញអេក្រង់មើលចាក់ប៉ុណ្ណឹងនេះ បើល្បឿនបង្ហាញរបស់វាមានរហូតដល់120 Hz ទៅដំណើរការវាលឿនហើយ smooth ល្អមែនតើមកឯងអូ TikTok ឬក៏មើលវីដេអូលេង game គឺថា smooth គឺថាមានការតាក់អី អូនិយាយថាទូរស័ព្ទហ្នឹងមានលក្ខណៈពិសេសទៀត ទូរស័ព្ទនេះមានបន្ទះ chip Snapdragon ណា685ដៃបន្ទះ chip នេះឈានមុខគេក្នុងកម្រិតតម្លៃដូចគ្នា ចុះសម្រាប់វីដេអូខលមិនវិញអូន អូសម្រាប់វីដេអូ call វិញគឺថាដំណើរការលឿនហើយសុខភាពសំឡេងច្បាស់ល្អមែនតើ អូអញ្ចឹងតាបងឯងទិញឲ្យបងនេះពេញចិត្តស្ដោកមួយនេះបងអរគុណណាសម្រាប់កាដូមួយនេះ Oppo A6X ជាកាដូល្អបំផុតសម្រាប់នោះជាទីស្រឡាញ់